បាទសួស្តីបងប្អូនទាំងអស់គ្នាដែលចូលចិត្តតាមដានវីដេអូធ្វើអីហូបទាំងអស់គ្នាបាទថ្ងៃនេះដែរគឺខ្ញុំមានមុខម្ហូបមិនជាឆ្នៃប្រឌិតអីថ្មីទេគឺជាមុខម្ហូបដែលបងប្អូននិយមធ្វើតាមកម្មវិធីការឬក៏កម្មវិធីជប់លៀងផ្សេងៗគឺគោឡើងភ្នំចឹងថ្ងៃនេះគឺធ្វើវាហូបម្ដងព្រោះអីយើងខានធ្វើវាហូបទាំងយូរដែរហើយចឹងបងប្អូនឃើញស្រាប់ហើយគឺមានបន្លែគ្រប់មុខបន្លែដែលគ្រឿងគោឡើងភ្នំហ្នឹងហើយសាច់គោខ្ញុំហាន់ទូចៗជាមួយនឹងពងទាឬក៏ពងមាន់ចំណុចឯទឹកជ្រលក់គឺខ្ញុំអត់ប្រើទឹកតៅហ៊ូទេគឺប្រើទឹកអំបិលម្រេចអញ្ចឹងបន្លែនេះបងប្អូនចង់ដាក់ម្រះច្រើនក៏បានដែរតែសម្រាប់ខ្ញុំចូលចិត្តដាក់វាលាយខាងនេះតិចលាយនោះមកតិចហើយមួយទៀតគឺសម្រាប់បងប្អូនខ្លះគាត់ចង់ធ្វើទឹកជ្រលក់ទឹកតៅហ៊ូក៏បានធ្វើអីក៏បានតាមចំណូលចិត្តរបស់បងប្អូនណាអញ្ចឹងវីដេអូហ្នឹងគឺយើងឆាវាឲ្យបន្លែរាងឆ្អិនសព្វសិនរួចហើយបានយើងដាក់សាច់ចូលឥឡូវយើងឆាវាកូសិនដើម្បីកុំឲ្យវាខ្លោចអញ្ចឹងហើយតបមកទៀតខ្ញុំដាក់សាច់នេះចូលពីស្ព្រាសិនដើម្បីធ្វើឲ្យម៉ែខ្ញុំគាត់ហូបសិនចាំដល់ពេលយើងហូបម្ដងព្រោះអីយើងធ្វើនេះគឺយើងហូបទាំងអស់គ្នាមិនហូបតែឯងទេហើយក៏ថតឲ្យបងប្អូនមើលទៅហើយមុខម្ហូបនេះគឺបងប្អូនយើងចេះធ្វើសឹងតែគ្រប់គ្នាហើយគឺមានអីចម្លែកទេហើយវីដេអូនេះគឺយើងមានតែឆាវាហ្នឹងហើយការហូបគោឡើងភ្នំនឹងឯងចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានកាយវិការឬក៏ពាក្យសម្ដីកន្លែងណាដែលមិនសមរម្យសូមបងប្អូនមេត្តាអធិស្ឋានផងហើយកុំភ្លេចចុចពាក្យជាវនិង Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតហើយសូមអរគុណបងប្អូនទាំងអស់គ្នាឈើដល់ឃើញហើយយើងភ្លក់វាចាំទាំងគាត់ទាំងគ្រូដល់អត់ដឹងថាឈើមួយណាយល់អត់ដឹងថាឈើនោះឈើមួយណាហើយបានមកពីណាគេទុកនៅកណ្ដាលគឺអត់ដឹងជំរឿនដែលគាត់ត្រូវចង់ដឹងគាត់ត្រូវទៅទេទៅមិនហើយគាត់ទេពូឡើងស្គាល់មនុស្សម្នាក់ថាឈើនឹងបានចាសិលធម៌ព្រោះយកមកដាក់នៅក្នុងផ្ទះហ្នឹងខុសច្បាប់ឈើនឹងគឺនៅខាងលើភ្នំឈើនឹងគឺនៅលើភ្នំយល់ទេកូនឈើគូសាររោឲ្យឃើញបានរោឈើដល់ឲ្យឃើញហើយយើងភ្លក់វាចាំទាំងគាត់ទាំងគ្រូដល់អត់ដឹងថាឈើមួយណាគាត់ត្រូវទៅទេទៅមិនហើយគាត់ទេចេះរោឃើញច្បាប់ចេះខ្ញុំសួរម៉ែតាមថាពូឡើង